ប្រជាជនកម្ពុជាមានស្នាដៃខ្ពស់ក្នុងការផលិតសម្ភារៈប្រើប្រាស់និងគ្រឿងតុបតែងច្រើនប្រភេទជាក់ស្ដែងនៅខេត្តសៀមរាបមានអ្នកជំនាញខាងឆ្លាក់ឬដាប់ឈើស្បែកស្ពាន់និងថ្មធ្វើជារូបប្រាសាទរូបអប្សរាផ្ទាល់វែកធូបការកាបូបលាក់ខេត្តកំពង់ឆ្នាំងសម្បូរផលិតផលធ្វើអំពីឫស្សីផ្ដៅរពាក់និងដីខេត្តកំពង់ចាមកណ្ដាលព្រៃវែងនិងតាកែវប្រជាជនចូលចិត្តផលិតសម្ភារៈពីសរសៃសូត្រអំបោះនិងកក់ពលរដ្ឋនៅទីនោះស្ទាត់ជំនាញក្នុងការត្បាញសារ៉ុងសូត្រក្រមាសូត្រស្បៃផាមួងហូលនិងកន្ទេលនៅតំបន់ផ្សេងៗទៀតប្រជាជនផលិតនេសាទឧបករណ៍មានឈ្នាងអន្រងម៉ងអួននិងឧបករណ៍សម្រាប់ធ្វើស្រែចម្ការមានដូចជានង្គ័លរនាស់ផាលកន្ទាវជាទូទៅអូយជាទូទៅនៅទីក្រុងប្រាក់ចានដែកនិងរបស់របរអំពីជ័រទៀតផងហើយវិញមកចែចង់បច្ចុប្បន្ននេះប្រជាជនខិតខំកែច្នៃគុណភាពផលិតផលទាំងនោះឲ្យកាន់តែប្រសើរជាបន្តបន្ទាប់ដើម្បីបម្រើតម្រូវការរបស់អតិថិជនក្នុងនិងក្រៅប្រទេសមិនវាយចែចឹងចែវាយវិញលើ